មហន្តរាយថ្មីនៅបាងកកខ្យល់កន្ត្រាក់រលំបង្គោលភ្លើងស្រស់ៗរាប់សិបដើមដួលសង្កត់ឡានកំពុងបើកនឹងផ្ទះពលរដ្ឋខ្ទេចខ្ទីចាហេតុការណ៍គ្រោះធម្មជាតិដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងខណ្ឌឡាតក្រាបាំងទីក្រុងបាងកកកាលពីល្ងាចថ្ងៃទី26 ខែមិថុនាឆ្នាំ2026កន្លងទៅនេះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់យ៉ាងសាហាវបង្កឲ្យមានការខូចខាតយ៉ាងដំណំក្នុងតំបន់ចំណុចដែលរងគ្រោះខ្លាំងបំផុតគឺនៅតាមបណ្ដោយផ្លូវឆាស់ឡង់ក្រុងឆ្ពោះទៅស្រុកនងចកជាកន្លែងដែលបង្គោលភ្លើងតាមដងផ្លូវរាប់សិបដើមបានដួលរលំកាត់ទៅទាំងផ្លូវបង្កជាភាពចលាចលនិងស្ទះចរាចរណ៍យ៉ាងខ្លាំងចាសាក់សីនៅកន្លែងកើតហេតុបានរៀបរាប់ថាក្នុងកំឡុងពេលចាំមានភ្លៀងធ្លាក់ពួកគេបានឃើញខ្យល់គួចមិនខុសពីខ្យល់ព្យុះកំបុតត្បូងបានបក់កាត់តំបន់នោះយ៉ាងលឿនដែលជាដើមហេតុធ្វើឲ្យបង្គោលភ្លើងដួលបន្តបន្ទាប់គ្នាជារដុករណែលចាតាមការត្រួតពិនិត្យបឋមអាជ្ញាធរបានរកឃើញថាមានបង្គោលភ្លើងស្រុបជាង40ដើមចាបានដួលតម្រៀបគ្នាពេញដីដែលការដួលរលំនេះអូបន្លាយជាជួរវែងមានចម្ងាយរហូតដល់ប្រហែល2 គីឡូម៉ែត្រឯណោះយ៉ាងណាមិញគ្រោះមហន្តរាយនេះបានបណ្ដាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចាំម្ដុំនោះយ៉ាងច្រើនដោយមានរថយន្តជាច្រើនគ្រឿងត្រូវចាប់បង្គោលភ្លើងសង្កត់ពីលើនិងមានផ្ទះសម្បែងមួយចំនួនត្រូវខ្យល់បក់ប៉ាំងដំបូលខ្ទេចខ្ទីគ្មានសល់ចាដល់ឡែកអាជ្ញាធរខណ្ឌចាត់ឡាតក្រាបាំងបានចុះចាអន្តរាគមន៍ភ្លាមដើម្បីសម្របសម្រួលចរាចរណ៍និងបិទគប់តំបន់គ្រោះថ្នាក់ខណៈដែលតំបន់មួយចំនួនត្រូវចាកាត់ផ្ដាច់ចរន្តអគ្គិសនីទាំងស្រុងដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរនិងក្រុមសង្គ្រោះចាគិតត្រឹមវេលាម៉ោង 8:23 នាទីយប់កន្លងទៅចារថយន្តជួសជុលរបស់អាជ្ញាធរអគ្គិសនីបានធ្វើដំណើរទៅដល់ទីតាំងកើតហេតុដោយចាចាប់ផ្ដើមបេសកកម្មរុះរើនិងដំឡើងបង្គោលភ្លើងឡើងវិញដើម្បីស្ដារចាស្ថានភាពឲ្យវិលមករកភាពប្រក្រតីវិញ